សាយតមកគ្នាគឺចូលស្រុកប្រមីខេត្តព្រះវិហារជនជាតិដើមភាគតិចគួយជនបរិយហើយថ្ងៃនេះខ្ញុំបានមកចូលរួមសិក្ខាសាលានៅទីក្រុងភ្នំពេញដែលជាលើកទី1ដែលខ្ញុំបានចូលរួមហើយនៅវគ្គបណ្ដុះបណ្ដាលសិក្ខាសាលានិយាយអំពីឧត្តមភាពនៃការសិក្សានិងការអភិវឌ្ឍសមត្ថភាពរបស់យុវជនជាតិដើមភាគតិចសិក្ខាសាលានេះពិតជាមានសារៈសំខាន់ណាស់សម្រាប់យុវជនជំនាន់ក្រោយដូចជាខ្ញុំដើម្បីទទួលបានចំណេះដឹងថ្មីទទួលបានភ័ក្រថ្មីក៏បានស្គាល់បងនៅទីនេះច្រើនដែរហើយអ្វីដែលខ្ញុំទទួលបានជារយៈពេល2ថ្ងៃនៃការសិក្សាសិក្ខាសាលាមួយនេះគឺមានច្រើនដែលបើនិយាយទៅវាវែងឆ្ងាយអញ្ចឹងសូមខ្លីៗវាជាការកំណត់ពេលវេលាសម្រាប់គោលដៅជីវិតដូចការរៀបផែនការមានដូចជាការអភិវឌ្ឍយុវជនក្នុងស្រុកដូចជាមានការដាំដុះក្របពូជអីហ្នឹងយើងមកយកមកដាំដុះដើម្បីចេញផ្លែផ្កាយើងអាចយកទៅអភិវឌ្ឍនៅក្នុងសហគមន៍យើងបានហើយពិតជាសំខាន់មែនតើដែលអាចឲ្យយុវជនបន្តវេនយើងមកចូលរួមឲ្យបានច្រើនបើសិនជាមានឱកាសច្រើនលើក្រោយទៀតជាចុងក្រោយខ្ញុំសូមអរគុណដល់សមាគមស៊ីយ៉ាដែលបានបង្កើតវគ្គបណ្ដុះបណ្ដាលដូចជាបណ្ដុះបណ្ដាលសិក្ខាសាលានេះឡើងហើយខ្ញុំក៏សូមសនំពរឲ្យលើកក្រោយមានវគ្គក្រោយៗថ្មីទៀតដើម្បីខ្ញុំបានមកចូលរួមទៀត